របៀបចៀនត្រីប្រឡាក់ដូចត្រីងៀតត្រីប្រាហើមត្រីកេះត្រីប្រឡាក់ឲ្យស្រួយឆ្ងាញ់ណាធ្វើរបៀបម៉េចបើចឹងមកទៅទាំងអស់គ្នាមកមើលចយាចៀនត្រីប្រឡាក់ត្រូវចៀនទាំងតកកណាកុំដាក់ឲ្យរលាយកាលណាដាក់ឲ្យរលាយវាចៀនទៅវាអៀចវាអត់ស្រួយឆ្ងាញ់ណាហើយយើងដាក់ខ្លាញ់ឲ្យវាក្តៅហើយដល់ក្តៅហើយបានយើងចាក់ត្រីនឹងចូលតែដល់យើងចាក់ចូលចាក់ចឹងខ្ញុំធ្វើចឹងខ្ញុំចាក់ម្ដងទាំងអស់ចឹងដល់យើងចាក់ហើយចឹងទៅយើងនឹងបន្ថយភ្លើងវាដល់យើងដាក់ចូលចឹងហើយយើងបន្ថយភ្លើងវាល្មមហើយក្របវាចោលប្រហែល10នាទីឥឡូវត្រីយើងស្រួយណាចាប់ផ្ដើមក្រហមចិត្តរួចរាល់ហើយឥឡូវរួចរាល់ហើយបងប្អូនឃើញទេស្រួយឆ្ងោកហើយក្រហមចៀនទាំងតកកុំឲ្យរលាយហើយបើកភ្លើងកម្ដៅខ្លាញ់ឲ្យក្ដៅមុនចាំចាក់ហើយបន្ថយភ្លើងប្រហែលជា15នាទីយើងប្រែហើយចឹងមើលស្រួយឆ្ងោកឆ្ងាញ់ណាបងប្អូនត្រីប្រាហើមត្រីងៀតដែងហើយនឹងត្រីកេះប្រឡាក់ឆ្ងាញ់ណាបងប្អូនបើមិនជឿទេចាក់យ៉ាញ៉ាំឲ្យមួយមើលស្រួយឆ្ងោកបាយអរគុណច្រើន